ដំណើរកំសាន្តចាទៅតាំងពីពណ៌ថ្ងៃមុនបងប្អូនថ្ងៃទី4ខែ5ឆ្នាំ2025យើងនឹងឯងហើយតាំងពីពណ៌នេះបងប្អូនមិនដឹងថាទៅដើរលេងឲ្យសុបាយចិត្តឬទៅដើម្បីធ្វើបាបផ្លូវចិត្តនិងរាងកាយខ្លួនឯងទេបងប្អូនជឿអត់បើសិនជាខ្ញុំប្រាប់ថាខ្ញុំទៅនឹងធ្វើដំណើរនឹងកំពុងតែអារម្មណ៍ខ្ញុំអត់ស្រួលខ្លួនបងប្អូនជឿអត់និយាយទៅបងប្អូនខ្ញុំជាប់សន្យាជាមួយនឹងបងប្អូនថាទៅអញ្ចឹងខ្ញុំអត់ស្រួលខ្លួនអញ្ចឹងខ្ញុំអត់អាចខកការណាត់គាត់ទេហើយមើលអារម្មណ៍គាត់បងប្អូនគាត់សប្បាយចិត្តណាពេលបានទៅអញ្ចឹងព្រោះគាត់អត់ដែលបានទៅបងប្អូនអញ្ចឹងហើយអត់អាចខកសន្យាបានទេត្រូវតែទៅជាមួយនឹងគាត់ហើយពួកគាត់ពេលមកដល់ឃើញពួកគាត់សប្បាយអញ្ចឹងគឺរីករាយខ្លាំងមែនតើហ្មងបងប្អូនឃើញបងប្អូនធ្វើខ្លួនស្អាតបាតអាបងនេះក៏រំភើបចិត្តដែរហើយមិនដឹងជាគាត់បញ្ចោខ្ញុំឬក៏អីមុនចេញពីផ្ទះទៅគាត់តសើចាប់តែផ្លូវតាំងពីទៅពេលព្រឹករហូតមកដល់ថ្ងៃយប់មកវិញគាត់នៅតែតសើដែររបៀបថាលើកទឹកចិត្តអញ្ចឹងណាបងប្អូនហើយមកដល់សួនគេនេះបងប្អូនអើយគឺស្លឹកឈើនៅសួនគឺខែនេះដោយសារស្លឹកឈើនឹងវាស្រស់បំប្រងត្រជាក់មែនតែនត្រជាក់ភ្នែកត្រជាក់ចិត្តអារម្មណ៍ស្រស់ថ្លាមែនតែនហ្មងហើយមកដល់ភ្លាមបងប្អូនរកបន្ទប់ទឹកហើយអ្នកជំងឺនេះបងប្អូនរៀងលះបន្តិចនឹងអត់ស្រួលខ្លួនទេនឹងឈឺណាចាគ្រុននេះប៉ុន្តែរៀងលះឲ្យមកយប់បងប្អូនមកយប់ទៅភ្លឺគឺខ្ញុំអត់បានគេងទេហើយអូឆ្វាចរបស់គេអត់មានណាគេដឹងថាអត់ស្រួលខ្លួនអត់ដឹងថាឈឺទេចាតើកូនគេកើតមកវារុះរាយចឹងហើយហើយនេះបងប្អូនទស្សនវិជ្ជាដែលខ្ញុំថតពីខាងលើស្ពានដែលខ្ញុំដើរមិញហ្នឹងណាគឺមានភ្ញៀវជាតិនិងអន្តរជាតិច្រើនមែនតើបងប្អូនហើយខ្ញុំមកដល់នេះខ្ទង់ម៉ោង11ជាងជិត12ម៉ោងអាហារថ្ងៃត្រង់អញ្ចឹងរៀងភ្ញៀវរៀងច្រើនដែរហើយបងប្អូនខ្មែរទាំងបរទេសផ្សេងត្រង់ជួទិញម្ហូបឲ្យច្រើនខ្លាំងមែនទែនគឺហើយអាកាសធាតុណាក្តៅដែរបងប្អូនចាអាកាសធាតុក្តៅហើយមនុស្សច្រើនខ្លាំងណាស់បងប្អូនគិតមើលថ្ងៃទី3ទី4ហ្នឹងមនុស្សទៅចូលរួមនៅកម្មវិធីតាំងពីពណ៌កម្ពុជាហ្នឹងណាចូល100000នាក់បងប្អូនគឺច្រើនខ្លាំងមែនតែនហើយនៅតំបន់ហ្នឹងដែរបងប្អូនការតាំងពីពណ៌ហ្នឹងខ្មែរយើងជាលើកទី9ហើយខ្ញុំបានទៅចូលរួមជាលើកទី5ទាំងឆ្នាំហ្នឹងហើយចាតាំងពីពណ៌ហ្នឹង5ឆ្នាំជាប់គ្នាហើយសង្ឃឹមថាឆ្នាំក្រោយតាំងពីពណ៌លើកទី10ខ្ញុំនឹងទៅចូលរួមលើកទី6បន្តទៀតបដិញ្ញាចិត្តបំណងដែលទៅធំបំផុតណាបងប្អូនគឺខ្ញុំចង់ទៅភ្លក់ម្ហូបខ្មែរព្រោះបងប្អូនខ្មែរយើងមិនថាខ្មែរមិនថាជនជាតិផ្សេងគឺលក់ច្រើនខ្លាំងមែនតើបងប្អូនសិតតែម្ហូបឆ្ងាញ់ម្ហូបដែលយើងកម្រនឹងបានញ៉ាំបងប្អូនប៉ុន្តែបានតែប៉ងទេបងប្អូនឆ្នាំណាក៏ដូចឆ្នាំណាដែរប៉ងបានតែប៉ងប៉ុន្តែអត់ដែលបានញ៉ាំព្រោះធម្មតាញ៉ាំតែមួយមុខពីរមុខអីឆ្អែតបាត់អញ្ចឹងទៅមានបានឯណាដើរភ្លក់សពគ្រូប៉ុន្តែបំណងចេញពីផ្ទះទៅញ៉ាំស៊ុបញ៉ាំនំបញ្ចុកញ៉ាំនំខ្មែរញ៉ាំម្ជូរញ៉ាំទឹកកឡុកញ៉ាំអីផ្សេងអូយសាច់គោអាំងបងប្អូនហើយដើររមហូបមហាទិញដែលរបស់ដែលត្រូវចិត្តព្រោះមិនងាយបានញ៉ាំទេតែជាក់ស្ដែងបងប្អូនខ្ញុំញ៉ាំអស់តែសាច់គោ2ចង្កាក់អស់ទឹកម្ដបឆ្អែតបាត់អត់មានបានញ៉ាំណាស៊ុបអត់មានបានញ៉ាំស្អីសឡប្រហើសឡការីណាបុកលហុកណាអត់អាលីងបងប្អូនអើយគឺស្ដាយខ្លាំងមែនតើស្ដាយមែនតើហ្មងស្ដាយម្ហូបខ្មែរចង់ញ៉ាំនំសមចេកសមជ្រូកនិយាយពីថាមកវិញដេកស្ដាយហើយដេកឃ្លានអ្នកបងប្អូនកំងសាច់គោអាំងម្នាក់2ចង្កាក់សាច់ក្រកម្នាក់1ចង្កាក់ហើយនំប៉័ងម្នាក់1គ្រាន់តែប៉ុណ្្នឹងក៏ញ៉ាំអត់អស់ដែរណាបងប្អូនញ៉ាំតែសាច់គោអាំងអស់តែម្នាក់1ចង្កាក់បង2ចង្កាក់ឆ្អែតបានអូយមិននឹកស្មានថាពោះខ្ញុំទូចដោះម្លឹងសោះអត់ទេក្តៅពេកហើយបោករួមនឹងអត់ស្រួលខ្លួនម្ល៉េះហើយញ៉ាំទឹកច្រើនខ្លាំងមែនតើខ្ញុំញ៉ាំទឹកតម្រាំតែខ្ញុំដើរដល់សួនហ្នឹងបងប្អូនគឺខ្ញុំញ៉ាំទឹកអស់រហូតដល់2ដបខ្លាំងណាស់ហើយមកដល់ភ្លាមបងប្អូនអត់បងអង្គយូរទេញ៉ាំហើយគឺរកកន្លែងអង្គុយមើលការសម្ដែងសូរផ្សេងពីវប្បធម៌អរិយធម៌ខ្មែរយើងដែលខាងស្ថានទូតគាត់រៀបចំណាក្រោយពីញ៉ាំអីហើយក៏នាំបងប្អូនមកអង្គុយមើលការសូរការបង្ហាញ
ចាញ៉ាំថ្នាំឲ្យមានអារម្មណ៍ស្រស់ស្រាយមានជនជាតិជប៉ុនដែលគាត់ច្រៀងបទ rap បទជាតិជប៉ុនច្រៀងបទភាសាជប៉ុនចាបទ slow បទអី5 6បទហើយការបង្ហាញសូររបស់របាំនៅខេត្តដងភ្នំក្រវាញខេត្តពោធិ៍សាត់ខ្ញុំខ្លួនឯងនៅខេត្តពោធិ៍សាត់អត់ដែលដឹងថាមានរបាំប្រចាំនៅខេត្តតំបន់ស្រុកខេត្តខ្លួនឯងសោះបងប្អូនអត្តន័យនៃរបាំនឹងឯងបងប្អូនចាប្រចាំតំបន់ភ្នំក្រវាញហ្នឹងគឺធ្វើស្រែចម្ការអីអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំអត់ចង់វយខ្ញុំចង់ឲ្យបងប្អូនមើលទស្សនវិជ្ជាសកម្មភាពទាំងអស់ដែលមាននៅក្នុងវីដេអូហ្នឹងអញ្ចឹងណាបងប្អូន 誰だって胸の奥には後悔だから走り続ける all night Yeah いつだってお前を思うよ空の仲間の分まで Yeah 描き続